បង្ហាញពីរបៀប insert IFC link ដែលជា 3D Universal File Format ហ្នឹងចូលទៅក្នុងកម្មវិធី Revit នៅក្នុង post មុនរបស់ខ្ញុំគឺយើងបានធ្វើការបង្ហាញហើយថា IFC file ហ្នឹងគឺជាអ្វីហើយថាតើអត្ថប្រយោជន៍និងសារៈសំខាន់នៃការប្រើប្រាស់ IFC file format ហ្នឹងគឺវាមានអីខ្លះអញ្ចឹងនៅក្នុងវីដេអូនេះវិញគឺយើងនឹងមកធ្វើការបង្ហាញពីរបៀបនៅក្នុងការ insert IFC link នេះចូលទៅក្នុងកម្មវិធី Revit តែម្ដងអញ្ចឹងដើម្បីធ្វើការ insert IFC link នេះបានដំបូងបង្អស់គឺយើងត្រូវកលេចមកមើល tool ពាក្យថា insert នេះបន្តមកទៀតគឺយើងរើសយកពាក្យថា insert IFC link បន្ទាប់ពីយើងចុចហើយវានឹង load នៅផ្ទាំងមួយដែលអាចឲ្យយើងទៅ browse នៅ location ដែលយើងទុក file នឹងបានដោយសារតែខ្ញុំធ្លាប់ insert link មួយនេះចូលមកក្នុង model របស់ខ្ញុំរួចរាល់ហើយអញ្ចឹងតាក់ទងជាមួយនឹង location នៃ file ហ្នឹងគឺវាស្គាល់ស្រាប់តែម្ដងអញ្ចឹងឥឡូវនេះគឺយើងធ្វើការចុច open file ហ្នឹងតែម្ដងឥឡូវនេះ link ដែលយើងធ្វើការ import ហ្នឹងគឺបានចូលមកក្នុង model របស់យើងហើយកន្លែងនេះដែរគឺដោយសារតែខ្ញុំបានប្រើប្រាស់ຂະຫນាតរួមមួយដែលជាຂະຫນាតម៉ែត្រទាំង model របស់ខ្ញុំនិង model របស់ Architect ហើយមួយវិញទៀតតាក់ទងជាមួយនឹង coordinate គឺយើងបានប្រើប្រាស់ជាមួយនឹងការ share coordinate ធំត្រូវអញ្ចឹងតាក់ទងជាមួយនឹងការ import ចូលមកនេះគឺវាត្រូវចំទីតាំងតែម្ដងហើយអីដែលខុសហ្នឹងគឺខុសតែ level ទេអញ្ចឹងដើម្បីធ្វើការឲ្យវារត់ fit ចូលគ្នាតែម្ដងគឺយើងត្រូវទៅធ្វើការ align នៅ level របស់វាដើម្បីធ្វើការ align level បានឥឡូវនេះគឺយើងត្រូវចូលមកកាន់ប្លង់ cross section ហើយដូចដែលបងប្អូនបានឃើញអញ្ចឹង link របស់យើងគឺនៅខាងលើហើយតែតជាមួយ model របស់យើងគឺនៅខាងក្រោមអញ្ចឹងមុននឹងខ្ញុំធ្វើការ align គឺខ្ញុំត្រូវចូលមកក្នុង view template របស់ខ្ញុំហើយយើងធ្វើការ manage ទៅលើIFC link ដែលយើងបានធ្វើការ insert មិញហ្នឹងអញ្ចឹងឥឡូវនេះគឺខ្ញុំ tick យកពាក្យថា half tone ហើយនឹង overlay ដើម្បីងាយស្រួលបែងចែកថាតើមួយណាគឺជា IFC link ហើយមួយណាគឺជា object នៅក្នុង model របស់យើងអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងឥឡូវនេះតកតជាមួយនឹង IFC link របស់យើងគឺវា tone color របស់វាគឺវាទៅ half tone ហើយតកតជាមួយនឹងការ overlay វាក៏វាទៅក្រោយនៃ object model របស់យើងដែរអញ្ចឹងយើងត្រូវធ្វើការ find នៅ reference level ណាមួយដែលយើងអាច fix បានរវាងlink IFC ហ្នឹងជាមួយនឹង model របស់យើងផងដែរអញ្ចឹងឥឡូវនេះតាក់ទងជាមួយនឹងទីតាំងហើយនឹង level នៃ IFC link នេះគឺវាត្រូវគ្នាតែម្ដងជាមួយនឹង model របស់យើងហើយការប្រើប្រាស់ IFC link នេះគឺវាផ្ដល់នូវសារៈសំខាន់មកដល់យើងច្រើនមែនទែនដូចជាការធ្វើការ check class detection រវាង low ផ្សេងជាមួយនឹង model របស់យើងបច្ចុប្បន្នការផ្ទៀងផ្ទាត់ពីកំណែប្រែនៃ low ផ្សេងទៀតដែលវា effective មកលើ model របស់យើងដូចជាឧទាហរណ៍ថាប្លង់ Architect គាត់មានកំណែប្រែនៅតង់ទីតាំងណាមួយឬក៏នៅកន្លែងណាមួយដែលយើងអាចផ្ទៀងផ្ទាត់នៅ 3D model របស់គាត់ធៀបជាមួយនឹង 3D model របស់យើងការប្រើប្រាស់ IFC link ធ្វើជា model 3D ជំនួយទៅក្នុងការ modeling model នៃ building របស់យើងការប្រើប្រាស់ IFC link ធ្វើជា impact នៅក្នុងប្លង់និង model របស់យើងឧទាហរណ៍ថាអគារមួយហ្នឹងគឺធ្វើពីបេតុងអាមេហើយចំពោះដំបូលរបស់វាគឺធ្វើពី structure ដែកហើយចំពោះ face ដែលយើងត្រូវធ្វើគឺយើងធ្វើតែបេតុងអាមេទេអញ្ចឹងចំពោះ structure frame ដែកនៃដំបូលរបស់អគារហ្នឹងគឺមានក្រុមផ្សេងគេធ្វើហើយគេប្រើប្រាស់ការ model របស់គេដោយប្រើកម្មវិធីទឹកខ្លាឬមកក៏កម្មវិធី 3D អីផ្សេងទៀតអញ្ចឹងទៅអញ្ចឹងគឺយើងអាច convert file ពីទឹកខ្លាហ្នឹងមកកាន់ IFC file បន្តមកទៀតគឺយើងអាចធ្វើការ insert ចូលមកក្នុង model របស់យើងដើម្បីអាចយកធ្វើជា impact បានអញ្ចឹងតាក់ទងជាមួយនឹងការប្រើប្រាស់ IFC link នេះគឺវាផ្ដល់នៅសារៈប្រយោជន៍ឲ្យយើងច្រើនមែនទែនមិនត្រឹមតែប៉ុណ្្នឹងទេចំពោះ link ដែលយើងធ្វើការ insert ចូលមកក្នុង model របស់យើងហ្នឹងក៏យើងអាចធ្វើការ manage វាហើយនឹងធ្វើការ filter នៅ object ដែលយើងចង់បិទចង់បើកអីបានច្រើនរបៀបទៀតអញ្ចឹងសម្រាប់វិធីសាស្ត្រនៅក្នុងការគ្រប់គ្រងវាផ្សេងទៀតខ្ញុំនឹងព្យាយាម upload ជូនបងប្អូននៅក្នុងវីដេអូក្រោយទៀតអញ្ចឹងសូមអរគុណសូមជម្រាបលា